បាទថ្ងៃនេះគឺមកតាក់តែងស្អំឬក៏កាត់មែកស្អំដើម្បីឲ្យលាស់ត្រួយថ្មីដោយសារតែខែនេះខែប្រាំងហើយស្អំក៏មានតម្លៃល្អដែរអញ្ចឹងខ្ញុំតាក់តែងឬក៏កាត់មែកវាដើម្បីលាស់ត្រួយបាទអញ្ចឹងវិធីនៃការកាត់មែកឬក៏តាក់តែងមែកហ្នឹងគឺមានការទន្លាប់ឬក៏ការអនុវត្តផ្សេងគ្នាពីតំបន់មួយទៅតំបន់មួយបាទតំបន់ខ្លះគឺគាត់ទុកដើមឲ្យខ្ពស់ហើយគាត់ពុតបាទហើយតំបន់ខ្លះគឺដើមឈរត្រង់អញ្ចឹងហើយកាត់ដូចខ្ញុំកំពុងធ្វើនេះបាទមានន័យថាយើងអត់បានពុតស្អំនឹងទេគឺយើងទុកឲ្យដើមវាខ្ពស់ធម្មតាទៅយើងកាត់ដើមវាតាមតម្រូវការដែលយើងគិតថាពេលវាលាស់មែកថ្មីមកគឺយើងអាចកាត់ត្រួយវាស្រួលបាទខ្ញុំកាត់មួយចំហខ្លួនយើងឈរឲ្យពេលដែលគិតថាវាលាស់ទៅគឺយើងស្រួលប្រមូលផលបាទមានខ្ពស់មានទាបតាមជាក់ស្ដែងមិនសិនបាត់ដើមវាខ្ពស់យើងកាត់វាត្រឹមល្មមអញ្ចឹងបាទមើលទៅរៀងខ្ពស់ដល់ខ្ញុំថតរៀងខ្ពស់អញ្ចឹងបាទអញ្ចឹងវាអាចត្រឹមកយើងមកយើងឈោងកាត់ត្រួយវាពេលវាលាស់មកស្រួលអញ្ចឹងទៅបាទប៉ុន្តែដើមណាខ្លីគឺយើងតាមនឹងដែរបាទនេះគឺកាត់ហើយពេលកាត់ហើយអញ្ចឹងនឹងស្រោចទឹកវាបាទហើយមកទឹកអីមកគឺនឹងលាស់ហើយបាទអញ្ចឹងកាត់ផងប្រឡេះស្លឹកវាអស់បាទយើងកាត់អញ្ចឹងហើយយើងប្រឡេះទៀតអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹងការដាំស្អំការដែលធ្វើឲ្យស្អំលាស់ត្រួយហ្នឹងគឺការកាត់គឺមានការនិយមផ្សេងគ្នាពីកន្លែងមួយទៅកន្លែងមួយឬក៏ពីអ្នកដែលគាត់មានបទពិសោធន៍ផ្សេងគ្នាអញ្ចឹងទៅបាទអ្នកខ្លះគាត់ពុតដើមហើយបានគាត់ប្រឡេះស្លឹកចោលអញ្ចឹងទៅអ្នកខ្លះគាត់កាត់អញ្ចឹងហើយគាត់ស្រោចទឹកទៅជាការស្រេចអញ្ចឹងមិនមានវិធីណាជាក់លាក់ថាត្រូវទៅធ្វើអញ្ចឹងតែគឺហ្នឹងអាស្រ័យលើបទពិសោធន៍ជាក់ស្ដែងរបស់បងប្អូនហើយយើងធ្វើមួយណាស្រួលសម្រាប់យើងធ្វើមួយណាគិតថាបានផលសម្រាប់យើងគឺយើងធ្វើតាមហ្នឹងទៅបាទហើយស្លឹកវាគឺអត់យកទៅណាទេគឺនៅក្របគល់វានឹងបាទឲ្យត្រជាក់ឲ្យคล้ายទៅជាជីអីចឹងជាដើមបាទអញ្ចឹងការកាត់ហ្នឹងគឺលាស់មែកលាស់ស្លឹកលាស់អីអស់តាមដែលពេលវេលាជាក់លាក់ដែលមានហើយដោយសារតែជាទូទៅខែប្រាំងស្អំមានតម្លៃល្អជាងខែវស្សាអញ្ចឹងហើយបានខែវស្សាអត់សូវថែវាប្រហែលទេហើយក៏មានអ្នកដាំច្រើនដែរអញ្ចឹងពេលដល់ខែប្រាំងគឺយើងចាប់ដើមថែទាំវាបាទកាត់ដើមកាត់អីលាស់ស្លឹកលាស់អីហើយដាក់ទឹកដាក់ជីទៅគឺនឹងផ្ដល់ផលឲ្យយើងហើយនៅក្នុងខែនេះគឺតំបន់ខ្លះគេលក់ជាគីឡូតំបន់ខ្លះគេចង់ជាបាច់បាទអញ្ចឹងអាស្រ័យលើទីផ្សារជាក់ស្ដែងបាទហើយបើសិនមកប្រៀបធៀបមួយខែរវាងខែប្រាំងនិងខែវស្សាគឺយើងឃើញថាខែប្រាំងហ្នឹងគឺស្រួលធ្វើឲ្យស្អំហ្នឹងលាស់ត្រួយជាងខែវស្សាដោយសារខែវស្សាទឹកជាប់ទៅគឺអត់សូវមានការលាស់ត្រួយមកតែខែប្រាំងត្រូវទៅទឹកទៅថែមជីថែមអីទៅគឺស្រួលចេញត្រួយស្រួលលាស់ត្រួយថ្មីហើយបាទនេះតែមកទឹកអីជាងទៀតបាទអរគុណច្រើន